តិថៃឋិតនៅក្នុងល្ងាចថ្ងៃអាទិត្យពីកើតខែបោះឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី21ខែធ្នូគ្រិស្តសករាជ2025នេះគឺជាសកម្មភាពខ្លះដែលប្រសង់ជាសមណសិស្សវត្តស្រះស្រង់ស្ថិតនៅសង្កាត់កំបូរខណ្ឌកំបូររាជធានីភ្នំពេញដែលដឹកនាំដោយខ្ញុំបកករណាអាត្មាភាពផ្ទាល់ដើម្បីរៀបចំនៅគ្រឿងស្លៀកពាក់ក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីជួយទៅដល់បងប្អូនជនភៀសសឹកប្រជាពលរដ្ឋខ្មែរយើងទាំងមូលដែលស្ថិតនៅខេត្តពោធិ៍សាត់ដូចជាញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់លោកបានជ្រាបហើយថាប្រទេសកម្ពុជាយើងនៅក្នុងពេលវេលាបច្ចុប្បន្ននេះគឺមានសង្គ្រាមមានការឈ្លានពានពីជនជាតិដតីអ្នកក្បែរខ្លួនអ្នកក្បែរផ្ទះរបស់យើងហ្នឹងគឺនៅខាងលិចមានសៀមថៃជាដើមហ្នឹងតែគាត់បានឈ្លានពានធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋខ្មែរយើងនៅតាមព្រំដែនអញ្ចឹងហើយខ្ញុំប្រកាសអាត្មាភាពជាប្រសង់មិនមានអ្វីដែលចូលរួមដើម្បីការពារជាតិយើងទេមានតែតាមលទ្ធភាពដែលអាចធ្វើទៅបាននេះគឺជាសម្ភារៈប្រើប្រាស់សម្រាប់បងប្អូនជនភៀសសឹករបស់យើងមួយចំនួនដែលលោកបានភៀសសឹកចេញពីផ្ទះរបស់ខ្លួនមកនៅតាមទីដតីតាមវត្តអារាមនៅខេត្តពោធិ៍សាត់ជាដើមអញ្ចឹងហើយនេះគឺជាសកម្មភាពទាំងអស់ដែលបានរៀបចំនៅក្នុងអារាមស្រះស្រង់របស់យើងដែលមានការចូលរួមពីញាតិញោមប្រុសស្រីជាច្រើនដែលលោកមានសទ្ធាជ្រះថ្លាបានបរិច្ចាគក៏ដូចជាជួយប្រទេសជាតិយើងដែលកំពុងមានអាសន្ននោះក៏លោកបានចូលរួមសម្លៀកបំពាក់ខោអាវជាដើមនឹងដើម្បីបកគលឲ្យអាត្មាដើម្បីរៀបចំជាសម្ភារៈនេះដើម្បីយកទៅចែកជូនបងប្អូនដែលស្ថិតនៅខេត្តពោធិ៍សាត់ហើយរៀបចំល្ងាចនេះទៀតសោតគឺយើងរៀបចំបានច្រើនញោមបានច្រើនបានការចូលរួមពីសំណាក់បងគ្រូធំជាដើមដែរហើយទាំងអស់នោះមានអីវ៉ាន់ជាច្រើនទៅញោមមានដូចជាអង្គមានមីភេសជ្ជៈអីជាដើមច្រើនគ្រាន់តែនេះគឺជាមួយចំណែកតូចនៃសម្ភារៈហើយសម្ភារៈមួយចំនួនទៀតនោះគឺព្រះអង្គគ្រូដតីនឹងព្រះអង្គលោកបានជួយចាត់ចែងមករៀបចំនៅតាមវត្តអារាមផ្សេងដតីទៀតហើយអរគុណញាតិញោមទាំងអស់គ្នាដែលលោកបានចូលរួមទាំងអស់គ្នាអញ្ចឹងសូមបានបនស្មើគ្នាទាំងអស់គ្នាញោមណាសូមអនុមោទនា